សមត្ថកិច្ចជំនាញខណ្ឌចំការមនបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តអំពើល្មើសច្បាប់ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញនៅក្នុងបន្ទប់ខុនដូមួយកន្លែងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន19នាក់ស្រី5នាក់នាំយកមកចាត់ការតាមច្បាប់លោកទេពស្នរិទ្ធអ្នកនាំពាក្យក្រសួងព័ត៌មានបានឲ្យដឹងថាគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមនដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងនៃអัยការអមសាលាដំបងរាជធានីភ្នំពេញនៅថ្ងៃទី24ខែតុលាឆ្នាំ2025បានចុះត្រួតពិនិត្យទីតាំងបន្ទប់ D2702 និង D10 គុត03សង្ស័យលួចប្រព្រឹត្តអំពើល្មើសច្បាប់ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញដែលស្ថិតនៅក្នុងខុនដូវិមានកុលាបអគារ D ជាន់ទី10និងទី27ផ្លូវនរោត្តមក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន19នាក់ស្ត្រី5នាក់និងបានដកហូតសម្ភារៈជាវត្ថុតាងមានដូចជាអាវុធខ្លីមួយដើមកុំព្យូទ័រ all in one ចំនួន24គ្រឿង monitor 9គ្រឿងទូរស័ព្ទ22គ្រឿង laptop 1គ្រឿង CPU 1គ្រឿងនិងលិខិតឆ្លងដែនចំនួន2ក្បាលក្រោយពេលធ្វើកសលវិច័យលើឧបករណ៍អេឡិចត្រូនិកវត្ថុតាងទាំងនេះសមត្ថកិច្ចជំនាញបានរកឃើញករណីសង្ស័យពាក់ព័ន្ធនឹងការឆបោកដោយការក្លែងបន្លំឯកសារជាសាធារណៈដើម្បីនាំពលករធ្វើការទៅក្រៅប្រទេសនិងករណីឆបោកតាមបែបលក្ខណៈស្នេហា Romance Scam ផងដែរដោយការបង្ក្រាបនេះសមត្ថកិច្ចជំនាញកំពុងសហការជាមួយនឹងភាគីពាក់ព័ន្ធដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតដើម្បីឈានទៅចាត់ការតាមវិធានការផ្លូវច្បាប់ចំពោះមេខ្លោនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះគណៈជនសង្ស័យនិងវត្ថុតាងរបអូសបានត្រូវបានប្រគល់ជូនសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី